សូមជម្រាបលោកពូខ្ញុំឈ្មោះផាប់បញ្ញាវតីជាសិស្សថ្នាក់ទី6កនៃសាលាបឋមសិក្សាដំរីផងមកពីភូមិស្រែទាកឃុំដំរីផងស្រុកឆ្លងខេត្តក្រចេះថ្ងៃនេះជាថ្ងៃ1មិថុនាទិវាកុមារអន្តរជាតិទិវាមួយនេះមានសម្រាប់សំខាន់ចំពោះខ្ញុំព្រោះថាលើកសិទ្ធិដល់កុមារដែលគាត់មានសិទ្ធិចូលរួមក្នុងការអភិវឌ្ឍមានការចូលរួមក្នុងការធ្វើអ្វីមួយនៅក្នុងសហគមន៍ឬសាលារៀនខ្ញុំអាចជួយពួកគាត់បាននៅពេលដែលខ្ញុំខិតខំប្រឹងប្រែងខ្ញុំមានចំណេះខ្ញុំអាចជួយដល់សហគមន៍ទាំងមូលបានដែលខ្ញុំអាចជួយពួកគាត់ឬបណ្ដុះបណ្ដាលកុមារឬក៏បណ្ដុះបណ្ដាលកុមារដែលជួយអភិវឌ្ឍសង្គមខ្ញុំសូមថ្លែងអំណរគុណទៅដល់សម្ដេចធិបតីដែលគាត់បានបណ្ដុះបណ្ដាលសហគមន៍មួយនេះដ៏ល្អសម្រាប់ឲ្យនាងខ្ញុំបានសិក្សារៀនសូត្រនៅក្នុងសង្គមមួយដែលថាវាមានសុខសន្តិភាពដែលគ្មានអំពើពុករលួយខ្ញុំសូមថ្លែងអំណរគុណទៅដល់ឯកឧត្តមនៃភត្រាដែលគាត់បានចុះជួយកុមារនៅក្នុងសហគមន៍មួយហ្នឹងដល់កុមារដែលគាត់ខ្វះខាតសម្ភារៈក្នុងការសិក្សាសម្ភារៈហ្នឹងមានសារៈសំខាន់ចំពោះពួកគាត់ដែលធ្វើឲ្យពួកគាត់មានសម្ភារៈគ្រប់គ្រាន់សម្រាប់ការសិក្សាមានរបស់ដែលសម្រាប់ឲ្យគាត់អាចប្រើប្រាស់បានជាប្រចាំថ្ងៃប្រធានបទថ្ងៃនេះគឺមានអត្ថន័យខ្លាំងណាស់ចំពោះសិស្សានុសិស្សទាំងអស់ដូចជាឲ្យកុមារាគាត់ទទួលបានសិទ្ធិក្នុងការការពារសិទ្ធិក្នុងការរស់រានសិទ្ធិក្នុងការទទួលបានការរៀនសូត្រសិទ្ធិក្នុងការការពារពីការរំលោភបំពានសម្រាប់ខ្ញុំយល់ថាពួកគាត់ទាំងអស់គឺមានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិដោយសារពួកគាត់ជាទំពាំងស្នងឫស្សីមួយដើម្បីអនាគតប្រទេសជាតិទៅថ្ងៃក្រោយចាក្នុងនាមខ្ញុំជាអ្នកគ្រូបង្រៀនម្នាក់នៅក្នុងសាលាបឋមសិក្សាដំរីផងនាងខ្ញុំបដិញ្ញាចិត្តថានឹងផ្សព្វផ្សាយដល់កុមារាកុមារីគ្រប់ជំនាន់ឲ្យគាត់ទទួលបានចំណេះដឹងហើយនឹងទទួលបានការរៀនសូត្រទទួលបានសិទ្ធិក្នុងការការពារចា៎